ជំងឺផ្នែកដុសកន្ទុយថ្លាញ់ជាទូទៅមិនសូវបង្កការឈឺចាប់ខ្លាំងនោះទេប៉ុន្តែវាក៏អាចធ្វើឲ្យអ្នកជំងឺមានអាការៈមិនស្រួលដូចជាផ្សាភ្នែកក្តៅក្នុងភ្នែកចារមាស់រកាំភ្នែកអាសាហៀហូរទឹកភ្នែករបស់យើងចាប់ផ្ដើមចុកខ្សោយចាសម្លឹងអត់បានយូរចាព្រិលភ្នែកស្វាំងភ្នែកហើយវាងាយមានការរលាកនៅត្រង់ភ្នាះសនៃភ្នែករបស់យើងនៅកាលណាដែលភ្នែករបស់យើងចាមានការរលាកចាញឹកញាប់វាធ្វើឲ្យចាប់ផ្ដើមកកើតឡើងនៅក្រាស់ឡើងនៅសាច់ខ្លាញ់កន្ទុយថ្លាតែវាមានលក្ខណៈដុសខុសធម្មតាហ្នឹងចាវាអាចរីករាលដាលទៅបាំងដល់ប្រស្រីភ្នែកឈានទៅបាំងដល់កូនកំមុំភ្នែកទៀតផងបើសិនជាយើងគ្មានដំណោះស្រាយនៅពេលដែលវាដុសក្រាស់ទៅបាំងដល់ប្រស្រីឬក៏បាំងដល់រុនប្រស្រីកូនកំមុំហ្នឹងវានឹងធ្វើឲ្យយើងស្វាំងភ្នែករឹតតែខ្លាំងចាមើលអីមិនច្បាស់បាំងចាហើយប្រសិនបើពុកម៉ែបងប្អូនកំពុងតែជួបបញ្ហាផ្នែកដុសកន្ទុយថ្លាដែលប្រើប្រាស់ផលិតផលអស់ជាច្រើនហើយនៅតែមិនទទួលបានលទ្ធផលល្អហើយពុកម៉ែបងប្អូនមិនចង់ឆ្លងកាត់ការបកឬក៏ការវះកាត់ចាខាងខ្ញុំមានជាផលិតផលដែលមានគុណភាពខ្ពស់មានស្តង់ដារមានការទទួលស្គាល់ត្រឹមត្រូវជាផលិតផលដែលចម្រាញ់ឡើងពីធម្មជាតិចាញ៉ាំចូលទៅវាជួយចាជួសជុលស្ដាររំលាយសាច់ខ្លាញ់កន្ទុយថ្លែនស្ដារកំហើញឲ្យមើលឃើញចាបានច្បាស់ត្រឡប់មកវិញហើយវានឹងជួយរំលាយសាច់ខ្លាញ់កន្ទុយថ្លែនម្ដងបន្តិចបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹងផលិតផលចម្រាញ់ពីធម្មជាតិនេះចាអាចតាក់ទងឆាតសួរជាមួយនឹងខ្ញុំបានឬក៏តាក់ទងមក Telegram របស់ខ្ញុំផ្ទាល់បានចាប្រើប្រាស់គឺមានប្រសិទ្ធភាពហើយមិនមានផលប៉ះពាល់អំឡុងពេលប្រើនិងក្រោយពីការប្រើប្រាស់ហើយយើងអាចធ្វើកិច្ចការងាររកស៊ីបានធម្មតាបងប្អូនសាកត្រឹមតែមួយប្រអប់ក៏ទទួលបានលទ្ធផលដែរចាអញ្ចឹងពុកម៉ែបងប្អូនដែលចាប់អារម្មណ៍អាចឆាតឬក៏តាក់ទងតាមរយៈលេខនៅក្នុង profile TikTok របស់នាងខ្ញុំបានចាដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមចានាងខ្ញុំមានប៉ុណ្ណេះចាអរគុណ